កំណាព្យច្បាប់ស្រីបទភុជង្គលីលាភាគទីពីរកុំទុកទៅមុខទៀតឡើយថាចាំបង្ហើយកម្រណាំងណាទួងធ្វើហូលគោមកាត់ផ្កាដាក់ត្បាញហើយណាបានសម្រេចសឹមធ្វើឲ្យកើតគេប្រសើរហើយគុំឲ្យដើរលេងផ្ទាំងគេណាអោស្ងួនក្លឹមខ្លួនរាក់សានាងខំធ្វើផ្កាតន់ខ្លួនក្រមុំមានប្តីបានអ្វីជាខំរវល់កូនយំកំរចេញឆ្លៀតព្រួយចិត្តគុំនិតចង់អៀតមួយហើយមួយទៀតយំទាតែស៊ីរឹងព្រួយទាំងមួយទាំងពីររបានឲ្យស៊ីទើបបានបាត់មាត់ទួងកាន់ការធ្វើឲ្យស្ទាត់ហូលគោមគាត់កាត់អន្ទងត្បាញទៅគុំទុកក្នុងស្មុកស្មាញនៅក្រែងដល់យូរទៅខាតខូចអាសាហើយកូនស្រីស្ងួនមេត្តាចូលចាំរក្សាគុំភ្លេចស្មារតីចូលរករៀនយកច្បាប់ស្រីឲ្យកាត់ខ្លាចប្តីដំរែកក្រឡាធ្វើវត្តប្រតិបត្តិសោតណាឲ្យនាងរក្សាភ្នក់ភ្លើងទាំងបីឲ្យកាត់ឲ្យគង់ប្រក្រតីសពថ្ងៃកុំបីភ្លេចផ្លុំឲ្យឆេះក្រែងរៀលដូចដាលព្រាយប្រេះកើតក្តៅរលេះរលាកអង់អង់ភ្លើងក្រៅគុំនាំទៅក្នុងឲ្យឆេះបំផ្លុងរឹងផ្លុងបងកាត់ភ្លើងក្នុងមិនប្រុងប្រយ័ត្ននាំមកបង្កាត់ឲ្យឆេះឯក្រៅអុចអាលបណ្ដាលឲ្យក្តៅដៀលដល់កូនចៅអាសោចអាប់ព្រៃឲ្យនាងខំប្រុងស្មារតីមើលភ្លើងទាំងបីរក្សាឲ្យគង់ភ្លើងនោះឲ្យគុណពុំលងនឹងបានអត់ដងអត់ដំកន់ឡងកើតយុងរបងទ្រាំផងបរិបោឥតមងប្រសើរក្តាត់ណាភ្លើងមួយនោះឲ្យរក្សាគឺគុណមេត្តាបិតាស្ងួនក្រងឲ្យនាងធ្វើដោយគុណលងប្រតិបត្តិគុំឆ្គងនឹងម្ដាយឪពុកឲ្យខំថែទាំញែកញុកចំណីចំណុកចំណងអាត្មាគុំឃ្លានទុកស៊ីឡើយណាឆ្ងាញ់ឈ្ងុយពិសាជូនជាប្រក្រតីពាក្យពេចន៍ការកិច្ចអ្វីអ្វីអត់អោនគុំបីឲ្យអចិន្តាភ្លើងមួយគុំដែងក្រឡាគឺប្តីអាត្មាថិតថេររួមរាក់ឲ្យនាងប្រតិបត្តិជាងចាក់គុំធ្វើឲ្យអាក់ឲ្យអន់ចិត្តប្តី
អន់អោនខ្លាចខ្លួនជាស្រីកុំអោយស្រដីទុកគេជាស្មើ